លោកតាចៅសុំសម្ភារមួយបាទណាធ្លាប់ទៅលើកចេះខាងអ៊ីស្លាមគាត់ប្រកាសធ្វើអំពើធ្វើអីចឹងណាហើយមហូបនោះសខាងសេរីពួកគាត់អ៊ីស្លាមនោះឲ្យចឹងមិនរំមិនដែរខ្លាចអត់ខ្លាចទេចឹងហ៎ចឹងហ៎ឲ្យចិត្តស្មោះត្រង់អត់ខ្លាចអូខេកុំឲ្យតែមានរឿងមានដើមខ្លាចបាទដោយសារពាក្យពីដើមសារនិយាយរឿងថាចាំប្រកាសធ្វើអំពើបានខ្ញុំដឹងហើយបាទចឹងអត់អីណាដើមរឿងមកដែរដើមបាទតែអត់ជួបនេះអត់អីទេខ្ញុំទីហោណាបាទអត់មានរឿងរ៉ាវនេះអត់អីទេបាទអរគុណច្រើនអរគុណច្រើនបាទអស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុដោយសារតែឥឡូវគឺជាខែរ៉ាម៉ាដនអញ្ចឹងយើងបានចាប់ផ្ដើមបង្កើតនៅគម្រោងសប្បុរសធម៌រ៉ាម៉ាដនឆ្នាំ2025ហើយយើងធ្វើការយកចែកកញ្ចប់អាហារទៅកាន់បងប្អូនដែលពីតំបន់ទី1នៅទីតាំងជ្រោយចង្វាដែលប្រកួតរស់នៅលើទឹកនៅទន្លេជ្រោយចង្វាអញ្ចឹងហើយទីតាំងទី2ក្រោយពីមួយក្រុមក្រោយពីស្រែបុះចប់យើងនឹងធ្វើការផ្ដល់ជូនអាហារឲ្យខាងតាស៊ីក្លូក៏ដូចជាមីកំព្រាក៏ដូចជាជនទុរគតដែលគាត់រស់នៅតាមផ្លូវនៅកណ្ដាលក្រុងអញ្ចឹងណាអស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងដោយសារតែនេះគឺជាកម្មវិធីសប្បុរសធម៌រ៉ាម៉ាដនឆ្នាំ2025អញ្ចឹងទីកន្លែងដែលយើងត្រូវទិញចំណីចំណុកទិញភេសជ្ជៈហ្នឹងក៏ស្ថិតនៅក្នុងផ្សាររ៉ាម៉ាដនផងដែរដោយសារតែចំណីចំណុកនៅហ្នឹងគឺសម្បូរខ្លាំងមែនទែនហើយម្យ៉ាងអ្នកលក់ហ្នឹងក៏អ៊ីស្លាមទៀតអញ្ចឹងណាអញ្ចឹងយើងទិញម្ហូបហ្នឹងឲ្យបងប្អូនដែលគាត់ទទួលហ្នឹងក៏យើងឆ្លាស់ចិត្តដែរអញ្ចឹងហើយម្យ៉ាងនេះគឺជាលើកទី1ដែលផ្សាររ៉ាម៉ាដនមានវត្តមាននៅភ្នំពេញអញ្ចឹងយើងចង់ចូលរួមក្នុងការគ្រប់គ្រងទៅដល់អាជីវករដែលគាត់លក់អីវ៉ាន់នៅផ្សាររ៉ាម៉ាដនអញ្ចឹងក្រុមការងារយើងបានមកដល់ផ្សាររ៉ាម៉ាដនប្រហែលជាម៉ោង4ហើយយើងក៏ចាប់ដើមដំណើរការ workshop របស់ដែលយើងមានស្រាប់អញ្ចឹងណាហើយឃើញថាក្រុមការងារយើងគឺជួយគ្នាសរស័ក្តិស្រាំខ្លាំងមែនទែនហើយសម្រាប់កញ្ចប់អាហារយើងហ្នឹងគឺយើងបានទិញច្រើនមុខច្រើនស្តង់ខ្លាំងមែនទែនដើម្បីជួយអាជីវករនៅផ្សាររ៉ាម៉ាដនបានច្រើនអ្នកអញ្ចឹងហើយរបស់ដែលយើងទិញមានដូចជានំបញ្ចុកមាននំក្រេបតរ៉េនមានលម៉ើមានទឹកភេសជ្ជៈផ្អែមផ្សេងទៀតអញ្ចឹងណាហើយមានស្តង់ខ្លះយើងប្រាប់ថាយើងជួយទិញគាត់អញ្ចឹងណាប៉ុន្តែគាត់ថាមិនបាច់ទេអត់អីគាត់អាចបរិច្ចាគបានហើយដូចស្តង់ទឹកគីរ៉ានេះក៏បានបរិច្ចាគទឹកគីរ៉ាចំនួនរាប់រយដបច្រើនខ្លាំងមែនទែនដើម្បីធ្វើកម្មវិធីសប្បុរសធម៌អញ្ចឹងខ្ញុំពិតជាសូមអរគុណបងស្រីម្ចាស់ទឹកគីរ៉ាខ្លាំងមែនទែនអញ្ចឹងយើងបានខ្ចប់អាហារហ្នឹងប្រហែលជាខ្ទង់2ម៉ោងហើយខ្ចប់ហើយយើងក៏បានឃើញលោកតាម្នាក់ដែលគាត់លក់ស្ករនៅផ្សាររ៉ាម៉ាដនហ្នឹងអញ្ចឹងយើងក៏បានបកគលជូនគាត់ដំបូងគេប្រអស់ហ្មងហើយដូចខ្ញុំបញ្ជាក់ក្នុងក្បាលវីដេអូថាគោលដៅដែលយើងចាស់សំខាន់បំផុតហ្នឹងគឺមាន2កន្លែងទី1នៅជ្រោយចង្វាដែលបងប្អូនរស់នៅលើទឹកនៅលើទូកហ្នឹងអញ្ចឹងណាហើយគោលដៅទី2គឺតាស៊ីក្លូក៏ដូចជាជនអនាថាក៏ដូចជាក្មេងកំព្រាដែលគាត់រស់នៅកណ្ដាលក្រុងអញ្ចឹងពេលដំបូងយើងក៏បានឆ្លៀតទៅមាត់ទន្លេជ្រោយចង្វាដើម្បីធ្វើការបកគលជូនអាហារជូនប្រកបសម្រាប់ស្រែបុះអញ្ចឹងដោយសារវិកិម៉ោងស្រែបុះហើយពេលហ្នឹងគឺជាម៉ោង5សាជាងហើយអញ្ចឹងវិកិស្រែបុះដែរអញ្ចឹងមិនថាពេលខ្លះខ្ញុំអាសាធ្វើកម្មវិធីចែកជូនម្ហូបអាហារដល់បងប្អូនដែលគាត់ក្រីក្រអញ្ចឹងដោយសារចង់យើងបានឆ្លុះបញ្ចាំងពីជីវិតយើងថាយើងមានអ្វីខ្លះក្នុងជីវិតខ្លួនឯងដែលយើងគួរតែស្ងប់ស្ងាយគួរតែដឹងគុណថាយើងនឹងមានអ្វីគ្រប់យ៉ាងហើយអញ្ចឹងបើសិនជាយើងក៏លេចមើលជីវិតអ្នកដែលគាត់ខ្វះខាតដូចបងប្អូនដែលគាត់រស់លើទូកហ្នឹងគ្រួសារខ្លះទៀតគាត់ពិបាកខ្លាំងមែនទែនអញ្ចឹងតែយើងអាចនឹងស្ងប់ស្ងាយជីវិតខ្លួនឯងជាងពេលដែលយើងមិនឃើញគាត់ឥឡូវយើងបានបញ្ចប់ក្នុងការចែកកញ្ចប់អាហារដល់បងប្អូនដែលគាត់រស់លើទូកសម្រាប់គាត់ស្រែបុះភ្លាមអញ្ចឹងអញ្ចឹងបន្ទាប់ពីយើងចែកកញ្ចប់អាហារនៅនេះហើយយើងនឹងបន្តដំណើរមួយទៀតគឺក្រោយពីមួយក្រុមនឹងចែកកញ្ចប់អាហារដល់បងប្អូនដែលគាត់តាស៊ីក្លូក៏ដូចជាក្មេងកំព្រាហើយនិងជនទុរគតមួយចំនួននៅកណ្ដាលក្រុងអញ្ចឹងយើងទៅទស្សនាវីដេអូដល់អ្នកគ្នាអញ្ចឹងពេលចែកកញ្ចប់អាហារនៅជ្រោយចង្វាហើយខ្ញុំក៏បានត្រឡប់ទៅវិមានអាហារនៅផ្សាររ៉ាម៉ាដនវិញដើម្បីធ្វើការស្លាប់មួយក្របហើយស្លាប់មួយក្របហើយយើងរៀបចំអីវ៉ាន់ដើម្បីធ្វើការចែកបន្តទៀតទៅកាន់បងប្អូនតាស៊ីក្លូក៏ដូចជាក្មេងកំព្រាឬក៏ជនអនាថានៅកណ្ដាលក្រុងទៀតអញ្ចឹងមកដល់ចំណុចនេះនៅពេលដែលខ្ញុំឃើញក្រុមការងារគាត់ជិះម៉ូតូចែកកញ្ចប់អាហារអញ្ចឹងទៅខ្ញុំនឹកឃើញទៅដល់បងប្អូនមួយចំនួនធំដែលគាត់តែនិយាយថាបើសិនជាថ្ងៃក្រោយគាត់ខ្លាចជាអ្នកមានគាត់នឹងធ្វើអំពើល្អគាត់នឹងធ្វើអំពើសប្បុរសធម៌អញ្ចឹងណាអញ្ចឹងខ្ញុំចង់បញ្ជាក់ថាអំពើល្អអំពើសប្បុរសធម៌នៅក្នុងសង្គមនេះអត់ចាំបាច់តើយើងខ្លាចជាអ្នកមានខ្លាចជាសេដ្ឋីតើមានឡានជិះទៅយើងធ្វើបានទេគឺយើងមានប៉ុន្មានយើងធ្វើប៉ុណ្ណឹងតាមសមត្ថភាពតាមសមាជិករបស់យើងអញ្ចឹងដូចជាក់ស្ដែងកម្មវិធីនេះគឺអត់ចាំបាច់ថាពួកខ្ញុំខ្លាចជាអ្នកមានឡានជិះទៅយើងធ្វើបានទេយើងមានត្រឹមតែម៉ូតូជិះប៉ុន្តែអ្វីដែលយើងមានសំខាន់បំផុតហ្នឹងគឺទឹកចិត្តយើងចូលរួមជាកម្លាំងការចិត្តហើយអ្វីផ្សេងទៀតហ្នឹងគឺបងប្អូនផ្សេងទៀតគាត់បានចូលរួមជាថវិកាចូលរួមបរិច្ចាគទានអញ្ចឹងណាអញ្ចឹងម្នាក់ 1000 2000 10000ក្តីហ្នឹងគឺយើងអាចបង្កើតជាកម្មវិធីមួយនេះដោយថវិកាសរុបដែលខ្ញុំបានរកអង្គាសបានពីបងប្អូនសប្បុរសជនហ្នឹងគឺចំនួនទាំងអស់$500ហើយយើងអាចបង្កើតនៅកម្មវិធីសប្បុរសធម៌សង្គមមួយនេះដែលពោពេញទៅដោយក្តីស្រឡាញ់មានការជួយយកអាសាគ្នាខ្លាំងមែនទែនហើយខ្ញុំឃើញថា social media យើងសម័យឥឡូវនេះពោពេញទៅដោយព័ត៌មានពលខ្លាំងមែនទែនអញ្ចឹងយើងគួរតែបញ្ចូលនៅព័ត៌មានណាដែលល្អបែបអញ្ចឹងក៏បានច្រើនតិចហើយរឿងល្អអញ្ចឹងវាអត់ចាំបាច់ផ្ដាំចេញពីណាគេគឺផ្ដាំចេញពីយើងខ្លួនឯងតែម្ដងសប្បុរសធម៌តែអ្នកធ្វើនឹងអត់ធម៌សោះអត់សូវមានធម៌ដល់កិច្ចរហូតអ្នកត្រូវបានធ្វើខុសដូចកិច្ចធម៌មិនចឹងអត់ទេចាំតែធ្វើធម៌ហ្នឹងទៅខ្លាចសប្បុរសជនខ្លាចអ្នកដែលទទួលអីទទួលចង្ហាន់អត់ឡើយទៅអំណោយខ្ញុំធ្លាប់ធ្វើកម្មវិធីចែកកញ្ចប់អាហារអញ្ចឹងកាលពី5ឆ្នាំមុនអត់មានអារម្មណ៍ថាខ្លាចយ៉ាងសោះហ្មងប៉ុន្តែលើកនេះខ្ញុំមានអារម្មណ៍ថាខ្លាចមែនដោយសារ
មិនស្មានឥឡូវគឺខុសពីកាលមុនហ្មងគឺលក្ខណៈគាត់មកសុំមកហូបទាំងក្រុមដើរតាមផ្លូវឡើងពេញហ្នឹងហ្មងហើយខ្លាចហ្នឹងមិនមែនខ្លាចអីណាគឺខ្លាចថាពួកគាត់មកទៅតាមមកហូបអាហាររបស់ក្រុមបតាស៊ីក្លូអស់អញ្ចឹងណាអញ្ចឹងជាក៏បានព្យាយាមធ្វើម៉េចទុកមកហូបអាហារហ្នឹងដើម្បីជូនគោលដៅរបស់យើងដែលជាគោលបំណងនៃកម្មវិធីរបស់យើងអញ្ចឹងហើយទីបំផុតទោះបីជាមានបញ្ហាមិនក៏ដោយយើងក៏បានចែកកញ្ចប់អាហារយើងឲ្យបងប្អូនអាក្រខ្សត់ដូចជាតាស៊ីក្លូជាដើមបានសម្រាប់ជោគជ័យទាំងអស់គ្នាអល់ហាំឌុលីឡាហើយក្រោយពីបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាពីបេប៉ោះមកអញ្ចឹងក្រុមការងារយើងក៏បានបាច់ផ្លូវរៀងខ្លួនទៅផ្ទះរៀងខ្លួនហើយខ្ញុំនេះទៅណាអត់បានទេដោយសារតែត្រូវទូទាត់បំណុលជាមួយនឹងអាជីវករនៅក្នុងផ្សាររ៉ាម៉ាដនសិនបើសួរថាកម្មវិធីនឹងហត់អត់ហត់ទាំងការរៀបចំហត់ទាំងពីការចែកជូនកញ្ចប់អាហារអញ្ចឹងណាប៉ុន្តែសួរថាសប្បាយចិត្តអត់គឺខ្ញុំសូមឆ្លើយថាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែទី1យើងអាចជួយអាជីវករដែលលក់អីវ៉ាន់នៅក្នុងផ្សាររ៉ាម៉ាដនហើយទី2យើងអាចបន្សាយនៅព័ត៌មានអំពើល្អនៅក្នុង social media ហើយទី3យើងអាចនាំយុវជនដែលបានធ្វើការងារសង្គមការងារសប្បុរសធម៌នៅក្នុងសង្គមនេះពោពេញទៅដោយក្តីស្រឡាញ់អញ្ចឹងទាំងអស់នេះហើយធ្វើឲ្យយើងមានក្តីសុខផ្លូវចិត្តខ្លាំងមែនទែនដូចជាករីសរឡោះវ៉ាឡៃសាឡាមមានប្រសាសន៍ថានៅពេលដែលយើងមានក្តីមេត្តាចំពោះមនុស្សឬក៏ភាវៈនៅលើផែនដីនេះនោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះយើងវិញអញ្ចឹងហើយខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងមានបន្តទៀតនឹងរួមគ្នាធ្វើអំពើល្អនេះបន្តថែមទៀតអ៊ីនសាអល់ឡោះអរគុណច្រើនអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍